វារៀបចំ channel YouTube សម្រាប់រកលុយឆ្នាំ2026តោះអ្នកនរគ្នាសម្រាប់អ្នកដៃថ្មីណាដែលមិនទាន់ចេះរៀបចំ channel អ្នកគ្នាអាចធ្វើការរៀបចំជាមួយខ្ញុំទាំងអស់គ្នាបាទដោយសារខ្ញុំក៏ដៃថ្មីដូចគ្នាដែរអូខេអញ្ចឹងពីរបៀបការរៀបចំនៅលើទូរស័ព្ទដៃគឺមិនពិបាកទេអ្នកគ្នាគឺងាយស្រួលដែរទេអញ្ចឹងអ្នកគ្នាគ្រាន់ចូលទៅក្នុង Chrome មកបាទយើងប្រើប្រាស់កម្មវិធី Chrome មកដើម្បីយើងធ្វើការងាយស្រួលក្នុងការរៀបចំអូខេបន្តទៀតអ្នកគ្នាចុចមកកន្លែង research នេះមកអ្នកគ្នា search តាពីថា YouTube Studio មកអ្នកនរគ្នាបាទបន្តមកទៀតអ្នកគ្នាធ្វើការចុចកន្លែង YouTube Studio នេះមកដើម្បីយើងចូលទៅធ្វើការរៀបចំ channel របស់យើងឲ្យវាមានស្តង់ដារបាទបន្តមកទៀតដល់កន្លែងនេះគឺអ្នកគ្នារងចាំតិចមកសេវាអ៊ីនធឺណិតខ្ញុំរៀន slow តិចអ្នកនរគ្នាបាទអូខេអញ្ចឹងអ្នកគ្នាត្រូវឲ្យវាចេញជាសញ្ញាបែបកុំព្យូទ័រអ្នកគ្នាចុចកន្លែងសញ្ញាត្រេ3មកដើម្បីវាចេញទម្រង់បែបកុំព្យូទ័រអ្នកគ្នាអញ្ចឹងអ្នកគ្នាចុច tick មកនេះបាទចុច tick ដូចខ្ញុំអញ្ចឹងមកដើម្បីចេញសញ្ញាកុំព្យូទ័របាទដើម្បីយើងងាយស្រួលមើលដូចយើងរៀបចំនៅលើកុំព្យូទ័រអញ្ចឹងអូខេដើម្បីយើងធ្វើការរៀបចំវាឲ្យបានស្អាតអ្នកគ្នាចូលមកដល់កន្លែងនេះហើយអ្នកគ្នានឹងឃើញមុខងារមួយនៅខាងក្រោមដែលគេដាក់ថានេះកន្លែងសរុបកងចាក់ទូចមួយនេះបាទអ្នកឃើញទេបាទអញ្ចឹងអ្នកគ្នាចុចលើមកបាទអូខេអញ្ចឹងយើងមកដល់កន្លែងនេះយើងរងចាំបន្តិចទៅបន្តមកទៀតអ្នកគ្នានឹងឃើញនៅមុខងារមួយចំនួនហើយនៅកន្លែងហ្នឹងអញ្ចឹងកន្លែងនេះគឺអ្នកគ្នាចុចកន្លែង channel មកនេះអក្សរ channel ហ្នឹងដែលនៅកន្លែងលេខរៀងទី2បន្តមកទៀតមកដល់កន្លែងនេះអ្នកនរគ្នាធ្វើការជ្រើសរើសប្រទេសនេះគេដាក់កន្លែងនេះបាទអញ្ចឹងកន្លែងនេះធ្វើជ្រើសរើសប្រទេសមកយើងដាក់ប្រទេសណាក៏បានដែរអ្នកគ្នាបាទបើយើងដាក់ប្រទេសខ្មែរក៏បានដែរដោយសារប្រទេសខ្មែរយើងគឺ YouTube support យូរហើយអ្នកគ្នាបាទអញ្ចឹងយើងរកមក Cambodia អូខេនេះ ច្រឡំអានោះអ្នកគ្នាបាទ Cambodia គឺនេះ Cambodia បាទយើងយក Cambodia ហ្នឹងមកបន្តមកទៀតខាងក្រោមនេះគឺ keyword កន្លែង keyword នេះគឺសំខាន់ដែរអ្នកគ្នាបាទខ្ញុំបញ្ជាក់បងប្អូនណាកន្លែង keyword នេះគឺកន្លែងដែលគេ search រកមើលអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងអ្នកគ្នាអាចធ្វើការសរសេរជាមួយនឹង keyword ដែលឲ្យវាមានភាពទាក់ទាញណាទាក់ទងនឹង content របស់អ្នកទាំងអស់គ្នាមកអញ្ចឹង channel ហ្នឹងគឺខ្ញុំធ្វើប្រភេទរកលុយតាម online អញ្ចឹងណាអញ្ចឹងខ្ញុំសរសេរ keyword មកខ្ញុំសរសេររបៀបរកលុយអញ្ចឹងខ្ញុំសរសេរខ្លីៗទេអ្នកគ្នាបាទយើងអ្នកគ្នាអាចសរសេរពេញឲ្យគ្រប់500តួក៏បានដែររបៀបរកលុយមកបាទយើងដាក់មកអ្នកគ្នាបាទខ្ញុំសរសេរមករកលុយតាមពីច្រើន keyword ហ្នឹងគេឧស្សាហ៍ search អ្នកគ្នាបាទរកលុយតាមទូរស័ព្ទនិយាយទៅការរៀបចំ channel លើទូរស័ព្ទគឺវាអត់ពិបាកទេអ្នកគ្នាបាទដូចខ្ញុំធ្វើតែលើទូរស័ព្ទទេអញ្ចឹងណាបើលើនោះអីខ្ញុំអត់សូវបកកែធ្វើទេបាទយូរខ្ញុំធ្វើម្ដងអញ្ចឹងណាបើថាយើងកាន់ទូរស័ព្ទដៃច្រើនឆ្នាំហើយអញ្ចឹងឥឡូវយើងសរសេរ keyword មកបាទហើយយើងសរសេរឲ្យច្រើនទៅអ្នកគ្នាបាទសរសេរ keyword ណាដែលគេល្បីបាទឬក៏យើងសរសេរចេញពីខ្លួនឯងក៏បានដែរឲ្យវាត្រូវនឹង channel របស់យើងណារបៀបរកលុយមកបាទខ្ញុំសរសេររបៀបរកលុយតាម YouTube បាទតាម YouTube មកអូខេអញ្ចឹងប៉ុណ្ណឹងមកឥឡូវខ្ញុំទៅធ្វើតែប៉ុណ្្នឹងបានហើយអ្នកគ្នាអាចធ្វើការបន្ថែមទៀតមកឲ្យវាគ្រប់500អក្សរបាទយើងអាចសរសេរបន្ថែមឲ្យច្រើនមកដើម្បីឲ្យគេសើចទៅឆាប់ចំណែកយើងឆាប់ផ្ទុះអញ្ចឹងណាហើយយើងចុចមកខាងនេះមួយទៀតប្លុកទី2មកដល់កន្លែងហ្នឹងហើយអ្នកគ្នាធ្វើការអូសចុចក្រោមទីមកអញ្ចឹងកន្លែងនេះយើងធ្វើការជ្រើសរើសយកប្លុកកដាលដោយសារយើងធ្វើមិនមែនសម្រាប់កូនក្មេងទេបាទមិនមែនសម្រាប់កុមារអញ្ចឹងយកប្លុកកដាលមកបាទហើយខាងក្រោមនេះអត់មានអីទេបាទយើងគ្រាន់តែធ្វើការចុច tick កន្លែងហ្នឹងមកបានហើយបន្តទៀតយើងចុចកន្លែង3នេះកន្លែងទី3នេះគឺមុខងាររបស់ YouTube ហ្នឹងឯងដែលយើងត្រូវតែធ្វើការជាចាំបាច់បើយើងអត់ធ្វើទេនៅពេលយើងគ្រប់ឱកាសគឺយើងស្មើរលុយអត់បានទេអញ្ចឹងអាកន្លែងទី2នេះគឺយើងត្រូវតែធ្វើការ verify ជាមួយនឹងលេខទូរស័ព្ទដៃរបស់យើងបាទអ្នកគ្នាអាចធ្វើការភ្ជាប់ជាមួយលេខទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាទៅបាទហើយយើងរងចាំ24ម៉ោងដើម្បីវា approve បាទហើយខាងក្រោមគេនេះបាទខាងក្រោមនេះគឺយើង verify ជាមួយនឹងអត្តសញ្ញាណរបស់យើងឬក៏អត្តសញ្ញាណបានឬក៏ផ្ទៃមុខរបស់យើងអីហ្នឹងឯងអញ្ចឹងនៅពេលយើងធ្វើការ post វីដេអូបានមកទឹកអីហ្នឹងគឺវាឲ្យយើង verify ឲ្យកន្លែងហ្នឹងណាបាទអញ្ចឹងយើងបំពេញកន្លែងហ្នឹងអស់មកបាទអូខេអញ្ចឹងបន្តមកទៀតកន្លែងនេះមុខនេះហ្នឹងគឺបើយើងអត់បំពេញឬយើង post វីដេអូវិញអត់បានណាកន្លែងហ្នឹងបើយើងបំពេញទៅយើងធ្វើគ្រប់យើងអាច post វីដេអូបានលើសពី15នាទីអញ្ចឹងណាបាទអញ្ចឹងខាងក្រោមមួយទៀតនេះខ្ញុំចុចយកខាងក្រោមមកបាទអញ្ចឹងខាងក្រោមនេះគឺក៏សំខាន់ដូចគ្នាកន្លែងមុខងារមួយចំនួនអញ្ចឹងកន្លែងខាងលើនេះគឺចំណងជើងចាអានេះយើងមិនដាក់ទេយើងចាំពេលយើង upload វីដេអូយើងដាក់តាមក្រោយក៏បានដែរហើយកន្លែងនេះ description នេះគឺសំខាន់ដូចគ្នាអញ្ចឹងអ្នកគ្នាអាចធ្វើការសរសេរ description ទៅទាក់ទងនឹងវីដេអូរបស់អ្នកទាំងអស់គ្នាធ្វើពីអីយើងសរសេររៀបរាប់ទៅតាមនឹងមកអ្នកទាំងអស់គ្នាបាទអញ្ចឹងខ្ញុំគាត់ជាអ្នកគ្នាបាត់ដឹងហើយតែអ្នកគ្នាកំពុងធ្វើអីអញ្ចឹងខាងក្រោមបន្ទាប់នេះខាងក្រោមគឺកន្លែងនេះបាទកន្លែងនេះបើយើងអត់បើកទេគឺយើងផុសទៅគឺអត់មានអ្នកមើលទេបាទអញ្ចឹងចុចបើកមក
យើងយក public មកអ្នកគ្នាបាទដើម្បីផុសទៅគឺអ្នកណាមើលក៏ឃើញដែរចឹងយក public បាទ public បន្តទៀតកន្លែង take video នេះកន្លែង take video នេះគឺយើងធ្វើការសរសេរមកអ្នកគ្នាបាទអញ្ចឹងបើសិនជាអ្នកគ្នានេះយល់ល្អអ្នកគ្នាដាក់ឈ្មោះអ្នកគ្នាក៏បានដែរបាទកន្លែងនេះគឺយើងដាក់ take ហ្នឹងគឺ500តួដូចគ្នាបាទអញ្ចឹងយើងដាក់ take យើងដាក់ដូចគ្នាមកនេះខ្ញុំសរសេរមកនេះបាទដោយសារខ្ញុំតាក់ទងនឹងរកលុយតាមអនឡាញអ្នកគ្នាបាទអញ្ចឹងខ្ញុំសរសេរជាមកវិធីរកលុយស្រាយវិធីរកលុយរបៀបរកលុយនិយាយទៅកន្លែងនេះយើងសេច្រើនទៅខ្ញុំអានេះខ្ញុំបង្ហាញអ្នកគ្នាតិចទេបាទទូទៅបើសិនអ្នកគ្នាធ្វើតាក់ទងនឹងធ្វើម្ហូបយើងសរសេរកន្លែងហ្នឹងតាក់ទងធ្វើម្ហូបមកបាទតាក់ទងនឹងកំសាន្តតាក់ទងដើរលេងយើងសរសេរទៅតាមនឹងមកបាទទៅតាមអ្វីដែលបងប្អូនធ្វើជាក់ស្ដែងទាំងតែ content បងប្អូនធ្វើជាក់ស្ដែងធ្វើពីឡាននិយាយពីឡានទៅអញ្ចឹងណាបាទយើងដាក់ឲ្យខុសគ្នាទៅគឺដាក់ខ្លីៗបានដែរអ្នកគ្នាកន្លែងហ្នឹងមិនវិញពេកទេបាទអញ្ចឹងអូយហើយយើងមកធ្វើការចូលមកខាងក្រោមម្ដងទៀតមកបាទខាងក្រោមម្ដងទៀតនេះជាស្រ័យអ្នកគ្នាចុចមកបាទអញ្ចឹងមកដល់កន្លែងនេះគឺវាជាមុខងារមួយដែលយើងធ្វើការជ្រើសរើសនេះបាទយើងចូលមកកន្លែងនេះមកហើយកន្លែងនេះមកបាទកន្លែងហ្នឹងគឺយើងយកអាហ្នឹងមកអ្នកគ្នាបាទទៅក្នុង comment ណាបាទហើយខាងក្រោមអ្នកគ្នាអូចក្រោមទៀតមកយើងកន្លែងនេះយើងធ្វើការចុច tick មកកុំឲ្យណាគេផ្ញើ link អីទៅផ្ដាស់ចូលក្នុង channel របស់យើងអញ្ចឹងបើយើងអត់ចុច tick ទេគេផ្ញើ link ចូលក្នុង comment ជើទៅវាធ្វើឲ្យ channel របស់យើង spam អញ្ចឹងទៅហើយកន្លែងនេះយើងអាចសរសេរបន្ថែមទៅយើងមិនបាច់តន់សេក៏បានដែរចាំយើង channel យើងផ្ទុក reach ទេចាំយើងសេទៅអ្នកគ្នាបាទអូខេយើងចុចមកមើលកន្លែងមួយទៀតអានេះទៀតទៅនឹងមុខងារដែលយើងធ្វើការសរសេរដោយសារយើងដាក់ទៅកុំឲ្យគេ comment ពាក្យមិនល្អឬក៏យើងអីចឹងទៅបាទអញ្ចឹងយើងអាចធ្វើបានឡើងអញ្ចឹងណាបើអ្នកគ្នាអត់តន់ចេះអីយើងចាំមើលបន្តទៀតតើអានេះខ្ញុំប្រាប់អ្នកគ្នាខ្លះៗតែប៉ុណ្្នឹងសិនទៅបាទហើយយើងធ្វើការចុច tick វាមកអ្នកគ្នាបាទដើម្បីវាទៅបាទចុច tick មកអូខេចុច tick តែប៉ុណ្្នឹងមកហើយយើងចូលទៅមើលវិញមកអ្នកគ្នាតើវាជាប់អត់យើងចូលមើលវិញមកអូខេអ្នកឃើញទេបាទកន្លែងនេះយើងអាចសរសេរបន្ថែមទៀតមកបាទសរសេរបន្តបន្ថែមរហូតមកឲ្យគ្រប់500តួមកបាទហើយកន្លែងtake នេះកន្លែង take វីដេអូនេះយើងសរសេរតែល្មមបានហើយអ្នកគ្នាបាទចាំដល់ពេលយើង upload វីដេអូចាំយើងសរសេរបន្ថែមទៀតដោយសារតែវីដេអូមួយគឺយើងធ្វើខុសគ្នាអញ្ចឹងណាបាទអញ្ចឹងយើងអាចកាំងពីពណ៌នេះក៏ខុសគ្នាដែរអញ្ចឹងយើងចាំពេលយើង upload ចឹងយើង take បន្ថែមទៀតទៅអ្នកទាំងអស់គ្នាកន្លែងនេះអញ្ចឹងយើងចុចបានហើយតែប៉ុណ្្នឹងហើយយើងមកធ្វើការចុចកន្លែងខ្មៅដៃមួយទៀតនេះបាទដើម្បីយើងទៅពេញរូបថតឬក៏ profile របស់យើងអីហ្នឹងបាទអញ្ចឹងកន្លែងហ្នឹងគឺអ្នកគ្នានេះកន្លែងនេះយើងធ្វើការបំពេញរូបភាពរបស់យើងណាបាទរូបភាព cover ដូច Facebook អីចឹងទៅបាទដូចគ្នាអញ្ចឹងអ្នកអាច upload វាទៅបាទកន្លែងហ្នឹងនេះ upload profile អីចឹងទៅបាទអញ្ចឹងឥឡូវឈ្មោះបាទឈ្មោះគឺយើងដាក់មកឥឡូវខ្ញុំបញ្ចូលដាក់ឈ្មោះចូលមកអ្នកគ្នាកន្លែងនេះខ្ញុំដោយសារខ្ញុំទៅបង្កើតទៅពេលអញ្ចឹងវាដាក់ឈ្មោះឲ្យអញ្ចឹងយើងធ្វើការដាក់ឈ្មោះយើងមកបាទបាទអញ្ចឹងហើយយើងធ្វើការខ្ញុំឥឡូវនេះយើងដាក់ទៅតងនឹងឈ្មោះ channel របស់យើងដាក់អ្វីតាមអ្នកឃើញណាបាទអ្នកឃើញធ្វើនេះដាក់ទៅខ្ញុំដាក់ KH មុននេះបាទដោយសារខ្ញុំធ្វើពីតទៅនឹងការរកលុយអញ្ចឹងខ្ញុំដាក់មុននេះយើងមកបាទអញ្ចឹងបន្តមកទៀតយើងធ្វើការកន្លែង username របស់យើងusername របស់យើងដាក់ឲ្យដូចគ្នាទៅបាទ KH យើងដាក់អក្សរធំទាំងអស់បានដែរគ្នាហ្នឹង KH មុននេះមកវាចេញសញ្ញា tick ឲ្យអត់អូខេអញ្ចឹងយើងបន្ថែមអក្សរមកបើសិនវាអត់ចេញសញ្ញា tick ឲ្យយើងបន្ថែមទៀតមកអូខេខ្ញុំថែមយកមកវាឲ្យអត់ឲ្យទៀតចឹងយើងដាក់សញ្ញាអីមួយមកអ្នកគ្នាបាទនិយាយទៅកុំឲ្យដាក់មកចន់ឈ្មោះទៅចន់ឈ្មោះវាអត់ឲ្យយើងទេអូខេឥឡូវវាចេញសញ្ញា tick នេះ tick ឲ្យយើងហើយអញ្ចឹងអាខាងលើនេះខ្ញុំដាក់ដូចគ្នាតែម្ដងទៅអ្នកគ្នាបាទឈ្មោះដាក់ដូចគ្នាបណ្ដោយទៅបាទខាងលើខាងក្រោមដាក់ដូចគ្នាទៅក៏បានដែរបាទអញ្ចឹងយើងដាក់ដូចគ្នាទៅអូខេតែប៉ុណ្្នឹងមកបន្តមកទៀតដែលយើងធ្វើការចាំតិចអូចុចក្រោមទៀតមកកន្លែងនេះគឺកន្លែង description ហ្នឹងឯង
ចឹងបងប្អូនអាចសរសេររៀបរាប់ពី channel របស់បងប្អូនចង់ធ្វើពីអីចឹងណាបាទសរសេររៀបរាប់ប្រាប់គេទៅកន្លែងហ្នឹងណាបាទអញ្ចឹងអត់មានអីទេហើយកន្លែង link នេះយើងអាចបន្ថែម link បន្ថែមអីបានចាំយើងដាក់ក្រោយទៅបាទអូខេអញ្ចឹងយើងធ្វើការចុច save មួយមកចឹងកន្លែងរូបភាពហ្នឹងអ្នកគ្នាអាចដាក់ខ្លួនឯងទៅដោយសារតែវាងាយស្រួលទេបាទចឹងអ្នកគ្នាអាចដាក់ខ្លួនឯងបានអញ្ចឹងឥឡូវយើងបាន channel មួយហើយអ្នកគ្នាបាទមានឈ្មោះមានអីត្រឹមត្រូវអូចាំតិចអ្នកគ្នាបាទឲ្យវាដើរសិនដោយសារយើង slow អូខេអញ្ចឹងយើងចូលមកកន្លែង content របស់យើងកន្លែងវីដេអូនេះមកអញ្ចឹងឥឡូវយើងបាន channel មួយស្អាតហើយអ្នកគ្នាបាទយើងបាន channel មួយស្អាតហើយយើងហើយយើងចូលមើលសិនមកនេះអ្នកគ្នាបាទនេះ channel ហ្នឹងហើយអញ្ចឹងវាអត់មានខ្លឹមសារអីទេដោយសារយើងអត់បានផុសអីចឹងណាបាទអត់បានផុសអីចឹងយើងបាន channel មួយស្អាតហើយអញ្ចឹងអ្នកគ្នាអាចធ្វើការ upload វីដេអូចូលទៅតែបើសម្រាប់ channel ថ្មីយើងបង្កើតបានមួយសប្តាហ៍ឬក៏ពីរសប្តាហ៍ចាំយើង upload អ្នកទាំងអស់គ្នាបាទកុំតាន់បង្កើតភ្លាមផុសភ្លាមយើងទុកវាមួយអាទិត្យឬក៏10ថ្ងៃអីចាំយើង upload ដើម្បីឲ្យវាល្អអញ្ចឹងណាអ្នកគ្នាបាទអូខេអរគុណវីដេអូពីរបៀបការរៀបចំមានតែប៉ុណ្្នឹងទេអ្នកគ្នាសម្រាប់ការចែកម្លែកបើសិនជាខ្ញុំធ្វើទៅមានការខុសឆ្គងអីខ្វះខាតត្រង់ចំណុចណាអីសូមអធិស្ឋានអ្នកទាំងអស់គ្នាផងបាទអូខេអរគុណ